តើបងប្អូនអ្នកអត់ទាន់ចេះខប្រហុកខម៉ាំឆ្ងាញ់ណាអាចមើលវីដេអូខ្ញុំបានណាខ្ញុំខប្រហុកនិងខម៉ាំខ្ញុំខដូចគ្នាតែម្ដងរបៀបណាគ្រាន់តែថាខប្រហុកយើងដាក់ប្រហុកទៅដល់ពេលខម៉ាំគឺយើងដាក់ម៉ាំអញ្ចឹងថ្ងៃនេះគឺខ្ញុំមកខប្រហុកដោយសារតែប្រហុកនៅផ្ទះខ្ញុំមានច្រើនជាងម៉ាំបងប្អូនអញ្ចឹងគឺខ្ញុំខប្រហុកឯបន្លែប្លុកវិញគឺយើងញ៉ាំតាមចំណង់ចំណូលចិត្តទៅញ៉ាំបន្លែអីក៏ត្រូវដែរបងប្អូនអើយខប្រហុកហ្នឹងហើយសាច់វិញគឺខ្ញុំទិញបានត្រីពោមួយរៀងធំគួរសមហើយយើងខហ្នឹងយើងកុំភ្លេចថែមសាច់ជ្រូក3ជាន់ព្រោះអីសាច់ជ្រូក3ជាន់ណាយកមកខជាមួយម៉ាំមួយប្រហុកអញ្ចឹងនិយាយពីថាត្រូវជាតិមែនតែនហើយពេលញ៉ាំទៅឡើងខ្ទិះហ្មងឥឡូវនេះខ្ញុំឈប់និយាយច្រើនហើយមកមើលរបៀបខតែហ្មងទៅបងប្អូនសម្រាប់គ្រឿងបុកដែលខ្ញុំប្រើនេះណាបងប្អូនគឺខ្ញុំមានគល់ស្លឹកគ្រៃខ្ទឹមសហើយនិងរំដេងត្រង់នេះបើសិនជាបងប្អូនអាចខបែបលក្ខណៈហិលបានបងប្អូនអាចបុកលាយជាមួយម្ទេសក៏បានដែរតែខ្ញុំអត់បានទេព្រោះអីមានសមាជិកគ្រួសារដែលអត់ញ៉ាំម្ទេសអញ្ចឹងគឺយើងអត់បានបុកលាយម្ទេសទេបុករួចហើយយើងដួសទុកម្លែកសិនទៅយើងមកដាក់សាច់ជ្រូក3ជាន់របស់យើងនេះយើងដាក់ចូលទៅក្នុងខ្ទះឬក៏ឆ្នាំងដែលយើងត្រូវខហ្នឹងណាប៉ុន្តែយើងមិនបាច់ដាក់ប្រេងឆាឬក៏ខ្លាញ់អីទៀតទេយើងទុករហូតតតែសាច់3ជាន់ហ្នឹងចំហៀវចេញខ្លាញ់ខ្លួនឯងអញ្ចឹងទៅគឺយើងស្រង់សាច់3ជាន់ឡើងសិនហើយយើងប្រើឆ្នាំងឬក៏ខ្ទះដដែលហ្នឹងមកកំឡោយស្ករយើងឲ្យឡើងរៀងក្រហមបន្តិចមកណាបងប្អូនកន្លែងនេះណាបើសិនជាគ្រឿងបុករបស់បងប្អូនមានលាយម្ទេសវិញគឺថាដាក់ទៅក្រហមស្អាតតែម្ដងតែខ្ញុំដាក់ទៅមិនសូវបានក្រហមស្អាតប្រហែលទេអញ្ចឹងគឺពេលដែលយើងកូរស្កររៀងឡើងក្រហមពេញចិត្តហើយយើងក៏ដាក់ប្រហុកហើយនឹងគ្រឿងបុកមិញចូលហើយយើងចាប់ផ្ដើមឆាឲ្យឈ្ងុយបងប្អូនឆាឲ្យឡើងឈ្ងុយសិនកុំតដាក់សាច់ដាក់អីចូលយើងឆាឲ្យឡើងឈ្ងុយឲ្យដូចថាល្មួតគ្រឿងនឹងចូលគ្នាហើយចាំយើងចាក់សាច់ជ្រូក3ជាន់របស់យើងចូលទៅវិញមកហើយយើងកូរច្របល់ច្រឡុកច្រឡំជាមួយនឹងសាច់ជាមួយនឹងគ្រឿងជាមួយប្រហុករបស់យើងហ្នឹងណាបងប្អូនបន្ទាប់មកគឺខ្ញុំអត់បន្ថែមគ្រឿងអីទៀតទេព្រោះក្នុងហ្នឹងវាមានស្ករមានប្រហុកហើយខ្ញុំថែមតែប៊ីចេងបន្តិចសិនអញ្ចឹងណាបងប្អូនហើយចាំយើងភ្លក់រសជាតិតាមក្រោយពេលដែលឆាមើលទៅរៀងសព្វគ្រឿងគ្នាល្អហើយយើងចាក់ត្រីចូលណាបងប្អូនហើយយើងចាក់ចូលហ្នឹងយើងកូរតិចបានហើយកុំឲ្យបែកសាច់ត្រីជាទៅដាក់ភ្លាមហ្នឹងគឺយើងអាចកូររៀងធ្ងន់ដៃបានតែបន្ទាប់ពីថាសាច់ត្រីនឹងឡើងជាតិឆ្អិនហើយបាទយើងត្រូវថ្នមដៃកុំឲ្យវាបែកសាច់ត្រីទៅមិនល្អមើលទៅអត់តំណងញ៉ាំអីអញ្ចឹងណាបងប្អូនតែបើសិនជាខឲ្យបែកក៏បែកទៅគឺគ្មានទៅអីធំដុំទេមិនទៅបញ្ហាអីប្រហែលទេអញ្ចឹងគឺខ្ញុំកូរត្រីតែមួយល្មមអត់ហ៊ានកូរទៀតទេខ្លាចបែកបន្ទាប់មកខ្ញុំដាក់ត្រប់ពីរមុខចូលគឺត្រប់ពូតញងហើយនឹងត្រប់វែងនេះបងប្អូនខប្រហុកខម៉ាំណាបើសិនជាយើងអត់ដាក់ត្រប់វែងហ្នឹងទេគឺថាទឹកអត់សូវខាប់ទេដល់ពេលយើងដាក់ត្រប់វែងពេលដែលយើងរំងាស់ទៅត្រប់នឹងរៀងរលួយចូលទៅក្នុងទឹកខហ្នឹងនិយាយពីថាខាប់ល្អមែនតែនហើយយើងញ៉ាំត្រូវគ្នាជាមួយនឹងលក់ណាព្រោះអីទឹកខាប់បងប្អូនអញ្ចឹងខ្ញុំចាក់ទឹកចូលហើយគឺខ្ញុំគ្របទុកសិនរហូតទាល់តែឆ្អិនត្រប់ឆ្អិនត្រីអីទាំងអស់អញ្ចឹងទៅព្រោះអីត្រីឆាប់ឆ្អិនទេបងប្អូនបើត្រប់វិញគឺយើងរំងាស់ឲ្យរៀងឡើងទន់តិចទៅបានឆ្ងាញ់អញ្ចឹងហើយបានជាខ្ញុំដាក់ត្រប់ហ្នឹងទៅជាមួយនឹងត្រីតាំងពីអត់ទាន់ឆ្អិនអញ្ចឹងត្មងទៅដើម្បីកុំឲ្យថាដល់ពេលយើងចង់ឲ្យត្រប់ហ្នឹងរៀងលួយអញ្ចឹងទៅត្រីវាបែកអស់អញ្ចឹងណាអញ្ចឹងយើងដាក់អីតាណាគ្នាអញ្ចឹងទៅកុំឲ្យបែកសាច់ត្រីបងប្អូនជាចុងក្រោយភ្លក់រសជាតិត្រូវអស់ហើយត្រប់ក៏ឆ្អិនត្រីក៏ឆ្អិនហើយគឺខ្ញុំបន្ថែមម្ទេសនេះបន្តិចម្ទេសនឹងអត់ហិលទេបងប្អូនគ្រាន់តែមើលទៅវាឆ្ងាញ់ត្រូវជាមួយនឹងខប្រហុកហើយណាមួយក៏មើលទៅបង្កើនសោភ័ណភាពដែរបងប្អូនហើយឆ្លៀតដាក់ម្ទេសក្រហមពី3គ្រាប់ឲ្យមើលទៅមានពណ៌ក្រហមខ្លះវាតំណងញ៉ាំអញ្ចឹងណាតែវាមិនហិលទេបងប្អូនអើយព្រោះយើងអត់កាត់ផងនឹងម្ទេសហ្នឹងតែប៉ុណ្នេះគឺរៀបរាល់ហើយបងប្អូនខប្រហុកខ្ញុំតំណងទេបងប្អូនមើលទៅសាច់ត្រីរបស់ខ្ញុំគឺនៅរក្សាសភាពអត់បែកទេនៅកង់ស្អាតតែម្ដងតែឆ្អិនល្អណាបងប្អូនហើយបើនិយាយពីត្រប់វិញត្រប់ពូតញងហ្នឹងគឺថាពេលដែលយើងខាំចំអញ្ចឹងទៅវាលក្ខណៈថាយើងមានជាតិត្រប់ល្វីងតិចអីត្រូវជាមួយនឹងទឹកខត្រូវជាមួយនឹងសាច់ជ្រូក3ជាន់អីហ្នឹងខ្លាំងមែនតែនហ្មងណាបងប្អូនឯបន្លែវិញគឺយើងព្យាយាមប្រើបន្លែយើងហាន់ឲ្យទូចចែកបងប្អូនដូចយើងញ៉ាំបន្លែល្បោយនំបញ្ចុកអញ្ចឹងណាដល់ពេលហើយអញ្ចឹងយើងស្រូបញ៉ាំជាមួយខម៉ាំខប្រហុកអញ្ចឹងទៅគឺវាត្រូវគ្នាអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនចង់ញ៉ាំជាមួយនំបញ្ចុកក៏ត្រូវដែរខ្ញុំញ៉ាំជាមួយបាយប៉ុន្តែនៅសល់ប្រហែលជាមួយចានអញ្ចឹងទៅស្អែកឡើងក៏ទៅទិញនំបញ្ចុកមកប្រហើយនិយាយថាអូយត្រូវជាតិគ្នាខ្លាំងមែនតែនបន្លែយើងនឹងក៏ត្រូវមួយបន្លែនំបញ្ចុកហើយយើងស្រូបមួយទឹកខប្រហុកហ្នឹងទៅនិយាយពីត្រូវគ្នាណាបងប្អូនហើយបងប្អូនដែលចូលចិត្តញ៉ាំម្ហូបបែបលក្ខណៈមានក្លិនអីអញ្ចឹងផ្ទាប់បន្លែផ្ទាប់អីអញ្ចឹងណាឃើញអញ្ចឹងគឺដឹងតែឆ្ងាញ់ហ្មងហើយខ្ញុំធ្វើម្ហូបនឹងចំថ្ងៃភ្លៀងទៀតបងប្អូនហើយបាយនិយាយពីថាអស់ឡើងចង់អស់ពីឆ្នាំងហ្មងណាបងប្អូនសម្រាប់វីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេណាបងប្អូនសង្ឃឹមថារបៀបខប្រហុកខម៉ាំមួយមុខនេះអាចបងប្អូនសាកធ្វើតាមទៅឆ្ងាញ់ណាបងប្អូន